เรื่องគង់ហ៊ានកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះគង់មានប្រពន្ធពីរនាក់ម្នាក់ឈ្មោះនាងអាំនិងម្នាក់ទៀតឈ្មោះនាងគង់នាងទាំងពីរជាមនុស្សដែលមានកម្លាំងខ្លាំងនិងចេះវិជ្ជាគុនផងដែរថ្ងៃមួយអ្នកគង់បាននាំប្រពន្ធទាំងពីរទៅសួរសុខទុក្ខបងប្អូននៅឯស្រុកឆ្ងាយមួយនៅតាមផ្លូវទៅស្រុកនោះល្បីថាមានសត្វខ្លាសាហាវណាស់អ្នកគង់បណ្តាប្រពន្ធទៅដល់ផ្លូវមួយជាកន្លែងដែលខ្លាតែងតែដេកខាំមនុស្សសត្វស៊ីជារឿយៗលុះទៅដល់កន្លែងនោះខ្លាក៏ចេញពីព្រៃស្ទុះដេញស្រែកសន្ទុះពីចម្ងាយមករកពួកគេ ខ្លាខ្លាខ្លាជួយផងខ្លាជួយផងខ្លាខ្លាអើយខ្លាធំខ្លាំងណាស់លោកអើយលោកអើយអ្នកគង់មិនដឹងថារត់គេចទៅទីណាក៏រត់ចូលក្នុងឈើរាកនោមព្រោះភ័យខ្លាចញ័រអស់ទាំងប្រាណនាងអាំនិងនាងគង់ក៏ព្រួតគ្នាវាយខ្លានោះទាល់តែងាប់ហើយបាត់អ្នកគង់ទៅណាហើយនេះមិនឃើញតែឆ្នេះណា ប៉ាអត់ហើយ អ្នកគង់ចេញមកឃើញខ្លាងាប់ហើយក៏បដិគ្នាចាប់ពីរោងឈើយកតំងវាយខ្លាបន្ថែមទៀត មកទៅអាចចង្រៃខ្លាចង្រៃមកទៅងាប់ទៅ អើខ្លាណាគេវាយងាប់ហើយបើធ្វើជាវាយថែមទៀតទីប្រអីក៏កំសាកខ្លាម្លេះ មិនដែលមានស្រីអាតាមកហ៊ានសម្រាប់ប៉ាទេមានតែប្រុសប៉ុណ្ណោះតែមានកម្លាំងអាចសម្រាប់ខ្លាបាន បន្ទាប់មកអ្នកគុំក៏បោចពណ៌ចងខ្លានោះសែងចូលទៅក្នុងស្រុកហើយអ្នកគុំទាំងអស់គ្នាឃើញពួកគេសែងខ្លាមកក៏បានមកមើលពីវិញអូមែននេះពិតជាខ្លាំងមែន អ្នកភូមិតើអ្នកឯងធ្វើដូចម្ដេចបានជាសម្រាប់ខ្លានេះងាប់បិទខ្លានេះសាហាវណាស់វាស៊ីមនុស្សគោក្របីច្រើនរាប់មិនអស់បែរហើយអ្នកគុំអ្នកធ្វើយ៉ាងម៉េចបានជាសម្រាប់វាបានទៅណ អូគឺអ្នកគុំខ្លាចខ្លាបោលមកគាត់ក៏រត់ចូលក្នុងរូងឈើបាត់ហើយចំណែកខ្ញុំពីរនាក់ស្រីអានេះទេព្រួតគ្នាវាយខ្លានោះទាល់តែងាប់ វាមិនដែលមានស្រីអាណាមកហ៊ានវាយខ្លានោះទេមានតែប្រុសប៉ុណ្ណោះទើបអាចវាយខ្លាឲ្យស្លាប់បានគឺខ្ញុំមិនដែរទេជាអ្នកសម្លាប់ខ្លានោះគឺខ្ញុំមិនដែរទេជាអ្នកសម្លាប់ខ្លានោះស្រីជាអ្នករត់ពួនខ្ញុំជាអ្នកសម្លាប់ខ្លាមែនហើយវាតែអ្នកគង់ដែលជាមនុស្សប្រុសទេដែលអាចវាយខ្លាឲ្យស្លាប់បាននោះកាលតែខ្លាស្ទុះមករកខ្ញុំមិនចេញស្ទាបគុណដាក់វាចាទើបអាចវាសម្លាប់វាបានឃើញទេណាហិច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 បាយឲ្យចេះអ្នកគង់ពិតជាអស្ចារ្យអូអស្ចារ្យអ្នកគង់នេះពិតជាក្លាហានខ្លាំងចាប់ពីខែនេះទៅយើងត្រូវហៅថាគង់ហ៊ានអើយ អ្នកគង់ធ្វើជាលោកក្បាច់គុណឲ្យអ្នកស្រុកមើលឲ្យអ្នកស្រុកកោតខ្លាចអ្នកគង់តែគ្រប់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីពេលនោះមកឈ្មោះគង់ហ៊ានល្បីល្បាញថាជាអ្នកខ្លាំងពូកែនៅក្នុងស្រុករឿងនេះក៏ជ្រាបទៅដល់ស្ដេចក៏ទ្រង់ឲ្យគេដោះគោកគៀនទៅធ្វើជាសេនាសម្រាប់ធ្វើសឹកសង្គ្រាមលុះជួបបន្តិចទេជួនជីវិតសឹកគេលើកតបមកច្បាំងជោគនគរស្ដេចបញ្ជាពងយានឲ្យទៅទប់ទល់ជាមួយនឹងក្បត់សត្រូវ គង់ហ៊ានចូលអាចដឹកនាំកងទ័ពទៅប្រយុទ្ធជាមួយនឹងសត្រូវតែហ៊ានចូលមកស្ពានពីនគរយើងឬទេកថាពូនព្រះអង្គ គង់ហ៊ានលើស្ដេចបញ្ជាដូច្នេះភ័យនេះពុំដឹងគិតធ្វើដូចម្តេចឲ្យលុបផុតពីច្បាំងនេះទេក្បត់ស្ដេចប្រាហើយខ្លួនជាអ្នកមានឈ្មោះល្បីជាអ្នកក្លិនពូកែកងក៏ត្រឡប់មកផ្ទះដេកសិនចិនតែបាត់អ្នកគង់ទឹកអាហារទៅតែនេះមិនធ្វើដូច្នេះណាពេលហើយយើងសាក់ឡើងទៅមើលទៅនេះមិនបានជាអ្នកដេកស្ទុំស្ដេចស្ទុំស្ដេចតាមរៀនដើម្បីតែទេ ក្បិតស្ដេចទ្រង់ប្រាប់បងឲ្យទៅធ្វើសឹកឥឡូវនេះបងខ្លាចសឹកនោះណាស់បងមិនដឹងថាជាគិតដូចម្ដេចទេ อ๋อបងកំប្រួយអេនេះលើពួកខ្ញុំចាស់សោះបងក្រាក់ឡើងភាសាបាយឲ្យឆ្អែតនោះទឹកឲ្យស្អាតសិនទេ មែនទេអូនសម្លាញ់បើដូច្នោះបងទុកចិត្តលើអូនទាំងពីរហើយ លុះគង់ហ៊ានរៀបចំខ្លួនរួចហើយក៏ចូលទៅក្រាបបង្គំស្ដេចចេញទៅច្បាំងព្រមទាំងយកប្រពន្ធទៅជាមួយផងដែរ ជយោ
មិនបានទេអញអញ គង់ហ៊ានជិះលើដំរីរីឯប្រពន្ធជិះពីក្រោយ មានរេពលហែហោមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពេញផ្លូវ អូយច្រើនណាស់លោកឯងទៀតខ្លួនស្លាប់ទៅហើយទៅអញនឹងសម្លាប់ឯងថ្ងៃនេះហើយ ប្រពន្ធសម្លាញ់ជួយបងផងមកច្បាស់ជាស្លាប់ហើយថ្ងៃនេះ បងតាំងអារម្មណ៍ឲ្យនឹងនៅសិតតែកុំខ្លាចគង់ហ៊ានលូកចិត្តដល់ខ្លាំងស្ត្រីមើលឃើញច្បាស់ប្រកាសគង់ហ៊ានភ័យនេះលេចអាចលេចនោមញ័រដៃញ័រជើងដោយគេអង្រួនក្បាលដំរីរីឯដំរីស្មានថាគេអង្រួនខ្លួនឲ្យបោកចូលក៏ចេះតែបោសរុបមុខរេពលទាំងអស់គ្នាទៅណាតាមតនឡើយ មិនហ៊ានចូលមកទីលោកបេតងតែពិតធ្វើយ៉ាងម៉េចទេសង្ហាលើក្បាលដំរីវាបាញ់ព្រួយមកច្រើនណាស់ ចំណែកប្រពន្ធទាំងពីរទាញព្រួញបាច់តម្រង់ទៅលើពួកស្ត្រីនោះមិនបងអង្តែពួកស្ត្រីឃើញគង់ងារបំបល់តម្រៃដូច្នេះគិតស្មានថាមានតបទីខ្លាំងពូកែក៏បាក់ទ័ពរត់យកតែប្រាសឲ្យចុះរៀងខ្លួន ព្រោះហើយសំណាងហើយដល់ពួកឯងរត់ខ្លួនដើម្បីអញស្លាប់ឯងស្លាប់តែបោះមិនខានកុំមកចង់សាច់ជាមួយគុំហ៊ានឲ្យសោះ គង់ហ៊ានឃើញខ្មាស់ស្ត្រីងើបទៅអស់ក៏ធ្វើជាអួតក្អេកក្អាងដាក់ទឹកទាហានឲ្យគេកោតខ្លាចឯពួកពលទាហានឃើញគង់ហ៊ានលេចលោមលេចអាចដាក់ក្បាលដំរីពីពឹកទៅឆ្វេងក៏សឹង លោកបេតងអត់ទេបាត់ជាលោកបេតងលេចអាចលេចងងពេញប៉ាតម្រៃនេះឆ្មែង មែនហើយស្អុយខ្លាំងណាស់ កំពុងតែច្បាំងនឹងសត្រូវបើរវល់តែចុះទៅបន្ទោបងនោះម៉ាំងមកសម្លាប់យើងអត់អំពើទៅហើយអី អស់តែមើលទាំងរេពលឬគង់ហ៊ាននិយាយដូច្នេះតែខ្លះមានប្រាជ្ញាគេដឹងថាគង់ហ៊ានខ្លាចសត្រូវណាស់តែតែខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចគង់ហ៊ានជាអឯង ជ័យយោទៅកងហ៊ានជ័យយោ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  គង់ហ៊ានបានឈ្នះសត្រូវហើយក៏ត្រឡប់ចូលនគរវិញស្ដេចទ្រង់ជ្រាបថាគង់ហ៊ានបានទទួលជ័យជំនះទ្រង់ត្រេកអរជាខ្លាំង ប្រសើរណាស់គុំហ៊ានលោកពិតជាមេតបដ៏ខ្លាំងពូកែមែនតើលោកធ្វើដូចម្ដេចបានជាអាចយកឈ្នះលើកងទ័ពសត្រូវបានក្រាបទូលព្រះអង្គគឺដោយសារតែទូបង្គំវាយលុះសន្ធប់សត្រូវភ្លាមមិនបង្អង់យូរទើបធ្វើឲ្យសត្រូវកោតខ្លាចរត់ខ្ចាត់ខ្ចាយអស់ទៅក្រាបទូលល្អណាស់យើងសពព្រះតីប្រទានស័ក្តិយោឲ្យលោកធ្វើជានិមឺនភងនៅក្នុងនគរយើងនេះចាប់ពីពេលនេះតទៅអរព្រះគុណព្រះអង្គ តាំងពីថ្ងៃនោះមកគង់ហ៊ានរត់តែអួតក្អេកក្អាងថាខ្លួនជាអ្នកខ្លាំងពូកែថាទៀត តើពួកអ្នកទាំងអស់គ្នានឹងទេការខ្ញុំទៅវាយប្រយុទ្ធជាមួយនឹងសត្រូវខ្ញុំធ្វើដូចនេះហិចអូពួកហ៊ានពិតជាអស្ចារ្យមែនបែរហើយមែនហើយ រូបក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខាំអស់មនុស្សអ្នកចំនួនខាងជើងទឹកគេថ្លាប់រអាគ្រប់គ្នាមិនមានអ្នកណាហ៊ានចុះទឹកឬចាស់ទូកទៅទីនោះឡើយ ông tu mà nó sai nó sạch chị phong 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 ព្រះអង្គសូមព្រះអង្គជួយពួកយើងផងនៅក្នុងទន្លេដែលយើងរស់នៅក្រពើស៊ីប្រជាជនយើងណាដែលឆ្លងកាត់ទីនោះជារៀងរាល់ថ្ងៃមិនអីទេសូមពួកលោកទៅវិញចោះចាំយើងដោះស្រាយរឿងនេះឲ្យ រឿងនេះបានធ្វើឲ្យព្រះរាជាហានពំហ៊ានចូលកលទ្រង់ត្រាស់បញ្ជាឲ្យពំហ៊ានចេញទៅចាប់ក្រពើ គង់ហ៊ានស្អែកនេះលោកត្រូវទៅចាប់ក្រពើនោះដើម្បីជួយប្រជាជនយើងរស់បានសុខ គង់ហ៊ានលើព្រះបន្ទូលព្រះអង្គដូច្នេះភ័យនេះប៉ុន្តែមិនហ៊ានប្រកែកតាមព្រះបន្ទូល ក្រាបទូលព្រះអង្គ គង់ហ៊ានត្រឡប់មកផ្ទះក៏យករឿងនេះមកពិភាក្សានឹងប្រពន្ធបង ស្អែកនេះស្ដេចទ្រង់ប្រើបងឲ្យទៅចាប់ក្រពើក្នុងទឹកបិទក្រពើនោះសាហាវណាស់ម្ដងនេះពិតជាមិនរួចធ្វើឡើយមុខជាក្រពើខំស្លាប់ជាមិនខានទេពីមុននៅលើគោគ្រាន់តែមើលឃើញម្ដងនេះនៅក្នុងទឹកធ្វើដូចម្ដេចនឹងរួចធ្វើទៅបំណែកតែស្ដេចទ្រង់ប្រើបងហើយបើបងមិនទៅក៏មិនបានដែរបើដូច្នោះមានតែលោតទឹកឲ្យក្រពើស៊ីតែម្ដងទៅ អូននៅតែជាមួយបងតែមិនអាចជួយបងបានទេព្រោះលើកនេះព្រះអង្គប្រែឲ្យបងចាប់ក្រពើនោះដល់ផ្ទាល់
លុះព្រឹកឡើងគង់ហ៊ានក៏ហៅកូនក្មួយឲ្យជួយចងក្រពើ ជួយសម្រុំបាតប្រពើឲ្យបានជូនពរ អស់មនុស្សម្នាមហាជនបានឮថាគង់ហ៊ានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលច្រើនកកកលុះគង់ហ៊ានទៅដល់កំពង់ទឹកឃើញក្រពើហើរមកលបនឹងច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នានឹងរគី មិនបានទេអញលូនឲ្យកពើស៊ីតែម្ដងទៅ គង់ហ៊ានលោតចុះទឹកប្រងត្រង់ទីនោះដោយគិតថាលោតទៅឲ្យក្រពើខំស៊ីតែម្ដងប៉ុន្តែក្រពើឮសូរសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រឹកប្រឹងលោតឡើងហក់ចូលក្នុងប្រគៀបឈើជាប់គៀបកណ្ដាលខ្លួនរកទៅមុខក៏មិនរួនចង់ថយក្រោយក៏មិនបាន ពួកឯងឆាប់យកដំបងចុះមកវិញពើមកអញបានបោះក្រពើទៅដាក់គៀបនឹងគល់ឈើហើយ ពួកគេបានទាយក្រពើនោះរហូតទាល់តែងាប់តែតែមកបើតែនប៉ុន្មានគេគិតស្មានថាគង់ហ៊ានចាប់ក្រពើបោះជាប់ទៅតាមឈើមែនហើយក៏កោតខ្លាចគង់ហ៊ានក្រែកពេកគង់ហ៊ានបានឃើញក្រពើងាប់ដូច្នេះក៏រឹតតែអួតកេងក្អាងខ្លាំងឡើងទៀតហើយចូលទៅក្រាបទូលស្ដេចថាខ្លួនបានចាប់ក្រពើចោលមកលើគោង ល្អណាស់គង់ហ៊ានលោកពុតជាធ្វើបានល្អមែនទេ ស្ដេចក៏សោកព្រះរាជហឫទ័យព្រមព្រះរាជទានយុសសែនឲ្យគង់ហ៊ានឡើងជាភពលើសពីមុនទៅទៀតនិងព្រះរាជទានទាំងអំណាចទាំងរង្វាន់ជាច្រើន